ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់ក្នុងមេរៀនការបូកចំនួនដែលមានលេខ4ខ្ទង់និង4ខ្ទង់ដោយគ្មានត្រាទុកអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាលំហាត់លេខ1ចូលរកចម្ងាយផ្លូវសរុបអញ្ចឹងយើងមើលផ្លូវរបស់យើងចាផ្លូវរបស់យើងពីមន្ទីរពេទ្យទៅផ្ទះមានប្រវែង3052ម៉ែត្រពីផ្ទះទៅកាន់សាលារៀនគឺ2536ម៉ែត្រអ្វីដែលគេឲ្យយើងគណនាគឺគណនាចម្ងាយផ្លូវទាំងអស់ហ្នឹងអញ្ចឹងដើម្បីរកចម្ងាយផ្លូវសរុបគឺយើងត្រូវយកចម្ងាយពីមន្ទីរពេទ្យទៅផ្ទះហ្នឹងបូកបញ្ចូលប្រវែងឬក៏ចម្ងាយពីផ្ទះទៅសាលារៀនដោយសារប្រវែងផ្លូវសរុបមានន័យថាជាប្រវែងទាំងពីរហ្នឹងដាក់បន្ថែមចូលគ្នាអញ្ចឹងគឺយើងប្រើប្រមាណវិធីបូកអញ្ចឹងយើងដាក់មកយើងដាក់3052ម៉ែត្របូកនឹង2536ម៉ែត្រយើងដាក់ចម្លើយរកចម្ងាយផ្លូវសរុបអញ្ចឹងយើងបូកចម្ងាយទាំងពីរបញ្ចូលគ្នាមកអញ្ចឹងយើងចាប់ផ្ដើមបូកដើម្បីបូកលេខគឺយើងត្រូវតម្រៀបលេខទាំងពីរឲ្យត្រូវតាមខ្ទង់រួចហើយចាប់ផ្ដើមបូកពីខ្ទង់រាយអញ្ចឹងយើងមើលខ្ទង់រាយរបស់យើងតួទី1លេខ2តួទី2លេខ6អញ្ចឹង2បូក6គឺស្មើ8អញ្ចឹងគឺយើងសរសេរលេខ8បន្ទាប់មក5បូកនឹង3ស្មើ8អញ្ចឹងយើងសរសេរលេខ8 0បូក5ស្មើ5យើងសរសេរលេខ5 3បូកនឹង2ស្មើ5យើងសរសេរលេខ5អញ្ចឹងចម្ងាយសរុបចាចម្ងាយសរុបដែលយើងរកឃើញគឺ5588ម៉ែត្រអានឹងគឺជាចម្ងាយសរុបពីមន្ទីរពេទ្យទៅកាន់សាលារៀនចាពីមន្ទីរពេទ្យទៅកាន់សាលារៀនចូលដល់លំហាត់លេខ2ចូលធ្វើប្រមាណវិធីបូកលំហាត់នេះគឺគេឲ្យយើងគណនាផលបូកឬក៏ធ្វើប្រមាណវិធីបូកនឹងឯងអញ្ចឹងដើម្បីបូកលេខគឺយើងត្រូវតម្រៀបលេខឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកលេខពីខ្ទង់រាយប៉ុន្តែនៅក្នុងលំហាត់នេះគឺគេបានតម្រៀបឲ្យយើងរួចហើយអញ្ចឹងគឺយើងគ្រាន់តែបូកមកអញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយ6បូកនឹង2 8អញ្ចឹងគឺយើងសរសេរលេខ5 8 3បូកនឹង4 7អញ្ចឹងយើងសរសេរលេខ5 7 0បូកនឹង5គឺ5អញ្ចឹងយើងសរសេរលេខ5 2បូកនឹង2គឺ4អញ្ចឹងយើងសរសេរលេខ4ចម្លើយគឺឃើញ4578ចូលដល់លំហាត់ខយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក2បូកនឹង5 7 4បូកនឹង1 5ជាងយើងសរសេរលេខ5តមក5បូកនឹង2 7ជាងយើងសរសេរលេខ7 3បូកនឹង4 7ជាងយើងសរសេរលេខ5 7ចម្លើយគឺឃើញ7757ចូលដល់លំហាត់អក្សរគួរយើងចាប់ផ្ដើមគណនាមកពីខ្ទង់រាយ3បូក1 4ជាងយើងសរសេរលេខ4 4បូក3 7យើងសរសេរលេខ7 1បូក6 7យើងសរសេរលេខ5 7តបមក5បូក2 7យើងសរសេរលេខ5 7ចម្លើយគឺឃើញ7774តទៀតចូលលំហាត់អក្សរខួរយើងចាប់ផ្ដើមបូកពីខ្ទង់រាយ5បូក4 9ជាងយើងសរសេរលេខ9 0បូក6 6យើងសរសេរលេខ6មក2បូក7 9យើងសរសេរលេខ9 6បូក3 9អញ្ចឹងចម្លើយគឺឃើញ9969ចូលដល់លំហាត់អក្សរង1បូកនឹង5 6យើងសរសេរលេខ6 4បូក4 8 5បូក2 7យើងសរសេរលេខ7 3បូក6 9យើងសរសេរលេខ5 9ចម្លើយគឺឃើញ9786ឥឡូវយើងតទៀតចូលលំហាត់អក្សរចអានេះមាន3ខ្ទង់អញ្ចឹងប្រមាណក៏យើងអត់បញ្ហាដែរសំខាន់គឺយើងបូកតាមខ្ទង់នឹងមក
ចឹងគឺយើងចាប់ផ្ដើមបូកពីខ្ទង់រាយចាបូកពីខ្ទង់រាយមក5បូកនឹង3ចា5បូកនឹង3 8 8នឹង1 9អញ្ចឹងគឺយើងសរសេរលេខ5 9តទៀតខ្ទង់10 1បូកនឹង1 2 2បូកនឹង2 4អញ្ចឹងយើងសរសេរលេខ4តទៀត2បូក2 4អញ្ចឹងយើងសរសេរលេខ4នឹងខ្ទង់ពាន់3នេះអត់មានអីបូកយើងទម្លាក់ចុះចម្លើយគឺឃើញ3449តទៀតចូលលំហាត់អក្សរឆ3បូក2 5 5 4 9អញ្ចឹងយើងសរសេរលេខ9 0បូក3 3 3បូក4 7អញ្ចឹងយើងសរសេរលេខ5 7 2បូកនឹង4 6យើងសរសេរលេខ6 6អត់មានអីបូកគឺយើងទម្លាក់ចុះអញ្ចឹងចម្លើយគឺឃើញ6679ចាតទៀតលំហាត់អក្សរជួរលំហាត់អក្សរជួរយើងមាន5210បូក312បូក236អញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយ0បូក2ស្មើ2 2បូក6 8អញ្ចឹងឃើញ8យើងសរសេរលេខ5 8 1បូក1 2 2បូកនឹង3 5អញ្ចឹងយើងសរសេរលេខ5 2បូក3ចា2បូក3 5 5នឹង2 7អញ្ចឹងយើងសរសេរលេខ5 7 5មិនមានអីបូកយើងទម្លាក់ចុះអញ្ចឹងចម្លើយគឺឃើញ5758តទៀតចូលលំហាត់អក្សរឈរអញ្ចឹងយើងចាប់ផ្ដើមបូកពីខ្ទង់រាយ1បូក2 3 3នឹង1 4អញ្ចឹងយើងសរសេរលេខ4 5បូក2 7 7នឹង2 9អញ្ចឹងយើងសរសេរលេខ9 0បូក5 5 5នឹង1 6តទៀត7បូក1គឺ8ចម្លើយឃើញ8694តទៀតលំហាត់អក្សរញួរយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក4បូក2 6 6បូក2 8អញ្ចឹងយើងសរសេរលេខ5 8 0បូក0ស្មើ0 0បូក3 3អញ្ចឹងយើងសរសេរលេខ3 1បូក3 4 4នឹង5គឺ5 9សរសេរលេខ9 2បូក6 8 8នឹង1គឺ5 9អញ្ចឹងចម្លើយឃើញ9938តទៀតលំហាត់អក្សរដអញ្ចឹងអានេះវាដាក់មកផ្ដេកអញ្ចឹងពិបាកគណនាអញ្ចឹងអ្នកគ្រូសរសេរចម្លើយនៅខាងក្រោមចាលេខ2ធ្វើប្រមាណវិធីបូកអញ្ចឹងអានេះលំហាត់អក្សរដថឌូធូចាមាន4ហ្នឹងអញ្ចឹងអ្នកគ្រូដាក់មកជាជួឈរឲ្យអស់ហើយអញ្ចឹងយើងចាប់ផ្ដើមគណនាចាយើងចាប់ផ្ដើមគណនាមក0បូកនឹង5 0បូកនឹង5 5អញ្ចឹងយើងសរសេរលេខ5តទៀត5 2បូក1 8យើងសរសេរលេខ8 5បូក3 8យើងសរសេរលេខ8 2បូក1ស្មើ3យើងសរសេរលេខ3អញ្ចឹងចម្លើយគឺឃើញ3885ដល់លំហាត់អក្សរថចាលំហាត់អក្សរថ7បូក0 7អញ្ចឹងយើងសរសេរលេខ7 0បូក5ឃើញ5យើងសរសេរលេខ5 2បូក3ឃើញ5យើងសរសេរលេខ5 3បូក4ស្មើ7អញ្ចឹងចម្លើយឃើញ7557តទៀតចូលអក្សរធัวសំទោសអក្សរដួលអញ្ចឹង2បូក6ឃើញ8យើងសរសេរលេខ8 3បូក3 6 6បូក2 8 4បូក5 9ចម្លើយឃើញ9868ទៅដល់លំហាត់អក្សរធัวចាយើងចាប់ផ្ដើមបូកពីខ្ទង់រាយមក1បូក8 9 2បូក5 7 3បូក2 5 5បូក4ស្មើ9អញ្ចឹងយើងសេឲ្យត្រូវតាមខ្ទង់នឹងមកចាបូកលេខសំខាន់បំផុតគឺតម្រៀបលេខឲ្យត្រូវតាមខ្ទង់អញ្ចឹងគឺយើងបូកមកគឺអាចចេញចម្លើយត្រូវហើយបើយើងដាក់លេខឲ្យត្រូវតាមខ្ទង់ទេបូកមកគឺខុសហើយសំខាន់បំផុតជំហានដំបូងគឺត្រូវដាក់លេខឲ្យត្រូវតាមខ្ទង់ហើយចូលដល់លំហាត់លេខ3ចាលំហាត់លេខ3គឺគេឲ្យយើងចូលបំពេញផលបូកក្នុងប្រអប់អញ្ចឹងអ្នកគ្រូសរសេរចម្លើយមកខាងក្រោម
ដោយគេដាក់ជាជួរដេកអញ្ចឹងអ្នកគ្រូរៀបដាក់ជាជួរឈរដើម្បីងាយស្រួលគណនាអញ្ចឹងយើងដឹងហើយថាដើម្បីបូកលេខគឺយើងត្រូវតម្រៀបឲ្យត្រូវតាមខ្ទង់រួចចាប់ផ្ដើមបូកពីខ្ទង់រាយបើគេដាក់ជួរដេកយើងប្រកាសជាពិបាកគណនាអញ្ចឹងអ្នកគ្រូសរសេរជាជួរឈរឲ្យយើងគណនាអញ្ចឹងយើងដាក់ចម្លើយមក3បំពេញផលបូកក្នុងប្រអប់កអញ្ចឹងយើងចាប់ផ្ដើមបូកលេខនឹងពីខ្ទង់រាយចា0បូកនឹង4ស្មើ4អញ្ចឹងយើងសេលេខលេខ4 1បូក5ស្មើ6យើងសេលេខ6 5បូក2 7អញ្ចឹងយើងសេលេខ7 3បូក3ស្មើ6យើងសេលេខ6តទៀតលំហាត់អក្សរខចាលំហាត់អក្សរខ6បូក1 7យើងសេលេខ7 5បូក2 7យើងសេលេខ7 1បូក3 4យើងសេលេខ4 4បូក2 6យើងសេលេខ6តទៀតលំហាត់អក្សរគួរ3បូក4 7យើងសេលេខ7 6បូក2 8 0 0បូក1 1យើងសេលេខ1 4បូក5 9យើងសេលេខ9អញ្ចឹងចម្លើយលេខ3ចាស់មានប៉ុណ្ណឹងហើយចម្លើយទាំងអស់នៅក្នុងលំហាត់លេខ1លេខ2លេខ3នៅក្នុងមេរៀនការបូកចំនួនដែលមានលេខ4ខ្ទង់និង4ខ្ទង់គ្មានត្រាទុកចាស់គឺមានប៉ុណ្ណឹងហើយបើចូលចិត្តកុំភ្លេចចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងចាសសូមអរគុណច្រើននិងសូមជម្រាបលា